គ្នាថ្ងៃនេះក្រុមការងារ ACC និង DCA មានសេចក្តីសំណើរីករាយយ៉ាងខ្លាំងដោយសារតែថ្ងៃនេះយើងបានធ្វើកម្មវិធីទិវានៃក្តីស្រឡាញ់នៅផ្ទះបាយកុមារដែលបងប្អូននៅនឹងគាត់មានចំនួនប្រហែល250នាក់យើងបានធ្វើអាហារញ៉ាំជុំគ្នាដែលមានស្លនំបញ្ចុកស្លខ្មែរនិងស្លក្រហមហើយអ្វីដែលកាន់តែពិសេសគឺយើងបានពំនាំនៅកាដូដូចជាសម្ភារៈសិក្សាមានដូចជាសៀវភៅប៊ិចហើយមានទឹកដោះគោមាននំហើយមានត្រីខថែមទៀតផងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនតើដោយសារតែក្មេងៗនៅនេះគឺគាត់ឆ្លាតហើយមួយវិញទៀតគឺគាត់ស្ដាប់បង្គាប់ខ្លាំងមែនតើនេះជាថ្ងៃ14ថ្ងៃនៃទិវាសេចក្តីស្រឡាញ់ហើយពួកយើងបានមកចែករំលែកក្តីស្រឡាញ់ហើយសម្រាប់ទិវានៃក្តីស្រឡាញ់នេះយើងបានយកកាដូជាច្រើនបានមកចែករំលែកក្តីស្រឡាញ់នៅផ្ទះបាយកុមារហេក្មួយៗទាំងអស់គ្នាសប្បាយចិត្តអត់ថ្ងៃហ្នឹងACC និង DCA បាននាំយកនៅអំណោយជូនទៅដល់ក្មេងៗនៅផ្ទះបាយកុមារនៅថ្ងៃទី14កុម្ភៈគឺជាថ្ងៃនៃសេចក្តីស្រឡាញ់អញ្ចឹងយើងចែករំលែកក្តីស្រឡាញ់ទាំងអស់ទៅកាន់កុមារទូទាំងពិភពលោកនេះមិនមែនមកត្រឹមតែផ្ដល់អាហារផ្ដល់ជាអំណោយទេផ្ដល់ទាំងក្តីស្រឡាញ់ទាំងបើថា get warm to them ហ្មងណាអញ្ចឹងពួកគាត់មានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលខាងប្អូនមកអញ្ចឹងបងអរគុណដល់ខាងអូនទាំងអស់គ្នាមិនមែនធម្មតាយកអាហារមកព្រឹកមិញឃើញមកលេងហ្គេមជាមួយឃើញផ្ដល់ក្តីស្រឡាញ់ដាក់ឧបេដូងឲ្យបានន័យថាកុមារថ្ងៃហ្នឹងគាត់មានអារម្មណ៍ថាគាត់ទទួលក្តីស្រឡាញ់ពិតប្រាកដពីខាងក្រុមហ៊ុនអូន